វីដេអូឯកសារនេះបាននាំយើងទៅកាន់ទីក្រុង Fukuoka ប្រទេសជប៉ុនដើម្បីតាមដានយ៉ាងជិតស្និទ្ធនូវជីវិតដ៏មីញឹករបស់ម្ចាស់ហាងលក់អាហារតាមដងផ្លូវដែលគេស្គាល់ជាភាសាជប៉ុនថា Yete ហាងដែលយើងនឹងឃើញនេះមានឈ្មោះថា Lumemachen ក៏ហើយអ្វីដែលធ្វើឲ្យហាងនេះក្លាយជាបាតុភូតមួយនៅលើបណ្ដាញសង្គមនិងទាក់ទាញអ្នកទស្សនារាប់លានអ្នកនោះគឺម្ចាស់ហាងរូបនេះធ្វើការងារស្ទើរតែគ្រប់យ៉ាងតែម្នាក់ឯងដោយគ្មានជំនួយការហើយក្នុងល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលមួយវីដេអូចាប់ផ្ដើមឡើងនៅពេលល្ងាចពេលដែលទីក្រុង Fukuoka ចាប់ផ្ដើមបំភ្លឺទៅដោយពន្លឺអគ្គិសនីយើងឃើញម្ចាស់ហាងកំពុងទាញរទេះឈើដ៏ធំមួយដែលជារចនាសម្ព័ន្ធសំខាន់របស់ហាង Yete តាមដងផ្លូវរទេះនេះមិនមែនជារទេះតូចតាចនោះទេវាមានទម្ងន់ធ្ងន់ព្រោះវាផ្ទុកទៅដោយឧបករណ៍ផ្ទះបាយចង្ក្រានទូទឹកកកតូចនិងសម្ភារគ្រឿងផ្សំជាច្រើនមុខការទាញរទេះនេះតែម្នាក់ឯងទាមទារកម្លាំងកាយដ៏ខ្លាំងក្លានិងការប៉ិនប្រសប់ព្រោះត្រូវបត់បែនតាមផ្លូវចង្អៀតនិងជៀសវាងគ្រោះថ្នាក់បន្ទាប់ពីទាញរទេះមកដល់ទីតាំងកំណត់ដំណាក់កាលបន្ទាប់គឺការដំឡើងហាងត្រង់ចំណុចនេះហើយដែលអ្នកទស្សនាភាគច្រើនតែងតែស្ទុះក្រោកឈរឡើងដោយក្តីភ្ញាក់ផ្អើលម្ចាស់ហាងបានបង្ហាញនូវល្បឿននិងភាពស្វាហាប់មិនគួរឲ្យជឿគាត់បានដោះផ្នែកខាងក្រោយរបស់រទេះទាញកន្លែងអង្គុយបត់បានចេញរៀបចំតកៅអីនិងតង់គ្រប់ពីលើអ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងយ៉ាងរហ័សដូចជាគាត់កំពុងរាំតាមចង្វាក់ភ្លេងដែលមើលមិនឃើញការដាក់ភ្លើងបំភ្លឺបង្ហោះទង់និងរៀបចំសម្ភារផ្សេងសុទ្ធតែធ្វើបានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនៅពេលដែលហាងត្រូវបានដំឡើងរួចរាល់ពន្លឺចែងចាំងនៃហាង Yete ក៏ចាប់ផ្ដើមទាក់ទាញអ្នកដើរផ្លូវម្ចាស់ហាងបន្តរៀបចំគ្រឿងផ្សំដាក់បន្លែសាច់ទៅហ៊ូនិងមីនៅកន្លែងដែលបានកំណត់ចង្ក្រានដែកដ៏ធំមួយត្រូវបានបើកភ្លើងហើយអណ្ដាតភ្លើងក៏ឆាប់ឆេះឡើងបង្កើតកម្ដៅយ៉ាងក្ដៅគប់ហើយបន្ទាប់មកអតិថិជនក៏ចាប់ផ្ដើមមកដល់ដំបូងឡើយមានតែ 2-3 នាក់ប៉ុណ្ណោះប៉ុន្តែមិនយូរប៉ុន្មានកៅអីទាំងអស់ក៏ពេញទៅដោយអតិថិជនម្ចាស់ហាងត្រូវតែគ្រប់គ្រងការបញ្ជាទិញពីអតិថិជនគ្រប់តូបដោយគ្មានប្រព័ន្ធកុំព្យូទ័រគ្មានម៉ាស៊ីនកត់ត្រាគាត់ប្រើតែក្បាលនិងក្រដាសតូចមួយប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសមត្ថភាពក្នុងការធ្វើម្ហូបច្រើនមុខក្នុងពេលតែមួយមុខម្ហូបដំបូងគេដែលគាត់ចម្អិនគឺ Yakisoba ជាមីចៀនជប៉ុនដ៏ពេញនិយមគាត់ចាក់ប្រេងលើចង្ក្រានក្ដៅបន្ថែមសាច់ជ្រូកស្ដាងបន្ទាប់មកបន្លែកាត់ហើយចុងក្រោយគឺមីដែលគាត់ប្រើស្លាបព្រាដែកពីរដើម្បីកូរអ្វីគ្រប់យ៉ាងលឿនហើយទឹកស៊ីអ៊ីវពិសេសត្រូវបានបន្ថែមបន្តិចម្ដងក្នុងពេលដែលមីកំពុងចៀនគាត់ក៏បែរទៅរៀបចំរ៉ាមែនមួយចានទៀតរ៉ាមែនជាមុខម្ហូបដ៏ស្មុគស្មាញមួយព្រោះវាត្រូវការទឹកស៊ុបដែលគេដាំអស់ជាច្រើនម៉ោងម្ចាស់ហាងបានចាក់ទឹកស៊ុបក្ដៅចូលក្នុងពាងបន្ថែមមីដែលទើបស្ងោររួចដាក់សាច់ជ្រូកឆ្អិនដុំធំស៊ុតឆ្អិនពាក់កណ្ដាលសារាយសមុទ្រនិងខ្ទឹមបារាំងបៃតងអ្វីទាំងអស់នេះត្រូវបានធ្វើឡើងក្នុងពេលដំណើរគ្នាជាមួយនឹងការចម្អិនមី Yakisoba ចំណុចសំខាន់មួយទៀតគឺ Gyoza ដែលជានំប៉ាវចៀនជប៉ុនគាត់ដាក់នំប៉ាវរាប់សិបគ្រាប់លើចង្ក្រានក្ដៅចាក់ទឹកបន្តិចរួចគ្រប់គម្របនៅពេលដែលទឹកហួតនំប៉ាវក៏ឆ្អិនហើយបាតនំប៉ាវคล้ายទៅជាពណ៌មាសប្រណិតគាត់អាចបង្វែរនំប៉ាវរាប់សិបគ្រាប់ក្នុងពេលតែមួយបានយ៉ាងរហ័សដោយប្រើតែស្លាបព្រាដែកមួយប៉ុណ្ណោះទាំងអស់នេះគឺជាការងារដែលទាមទារជំនាញខ្ពស់ការចងចាំល្អដើម្បីកុំឲ្យភ្លេចការបញ្ជាទិញណាមួយនិងការធ្វើការច្រើនមុខយ៉ាងស្វាហាប់ម្ចាស់ហាងមិនដែលបង្ហាញសញ្ញានឿយហត់ឡើយផ្ទុយទៅវិញគាត់តែងតែញឹមដាក់អតិថិជននិយាយលេងសើចបន្តិចបន្តួចហើយពេលខ្លះក៏ច្រៀងតាមវិទ្យុដែលកំពុងបើកនៅក្នុងហាងវីដេអូក៏បានបង្ហាញពីភាពស្វាហាប់របស់គាត់នៅពេលបិទហាងផងដែរក្រោយពីអតិថិជនចេញអស់គាត់ត្រូវលាងសម្អាតឆ្នាំងចានកែវទូទឹកកកនិងជូតតុបន្ទាប់មកគាត់រុះរើហាងបិទតង់បិទកៅអីបិទតូហើយដាក់អ្វីទាំងអស់ត្រឡប់ទៅក្នុងរទេះវិញការរុះរើនេះក៏លឿនដូចការដំឡើងដែរគាត់ទាញរទេះត្រឡប់ទៅកន្លែងផ្ទុកវិញដោយបញ្ចប់ថ្ងៃធ្វើការដ៏វែងឆ្ងាយមួយវីដេអូនេះមិនមែនគ្រាន់តែជាវីដេអូធ្វើម្ហូបធម្មតានោះទេវាបង្ហាញពីស្មារតីនៃការងារការលះបង់និងភាពប៉ិនប្រសប់របស់មនុស្សម្នាក់ដែលបានសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងវាក៏ជារូបភាពមួយដ៏ស្រស់ស្អាតនៃវប្បធម៌អាហារតាមដងផ្លូវនៅប្រទេសជប៉ុនដែលប្រកបទៅដោយភាពកក់ក្ដៅភាពរហ័សរហួននិងទំនាក់ទំនងជិតស្និទ្ធរវាងអ្នកលក់និងអ្នកទិញម្ចាស់ហាង Lumemachen បានក្លាយជាតារាល្បីមួយរូបនៅលើបណ្ដាញសង្គមដោយសារតែការខិតខំប្រឹងប្រែងនិងថាមពលដ៏អស្ចារ្យរបស់គាត់អ្នកទស្សនាបានប្រៀបធៀបគាត់ថាជាមនុស្សយន្តឬម៉ាស៊ីនក៏ប៉ុន្តែការពិតគាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដែលស្រឡាញ់ការងាររបស់ខ្លួនហើយធ្វើវាអស់ពីសមត្ថភាព
នៅចុងបញ្ចប់នៃវីដេអូយើងឃើញគាត់ឈរក្បែររទេះរបស់គាត់មុខញញឹមបែកញើសបន្តិចប៉ុន្តែភ្នែករបស់គាត់នៅតែភ្លឺថ្លាដោយក្តីសង្ឃឹមនិងសេចក្តីសប្បាយរីករាយគាត់បានបង្ហាញយើងថាសូម្បីតែការងារដែលហាក់ដូចជាតូចតាចប្រសិនបើយើងធ្វើវាដោយអស់ពីចិត្តវាក៏អាចក្លាយជាអ្វីដែលអស្ចារ្យនិងបំផុសគំនិតអ្នកដទៃបានសរុបមកវីដេអូឯកសារនេះគឺជាការលើកតម្កើងដល់កម្លាំងពលកម្មនិងវិជ្ជាជីវៈវាបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់អ្នកទស្សនាគ្រប់រូបហើយធ្វើឲ្យយើងចង់ទៅទស្សនាហាង Yethe នៅ Fukuoka ដើម្បីទទួលទានម្ហូបឆ្ងាញ់និងជួបជាមួយម្ចាស់ហាងដ៏អស្ចារ្យរូបនេះដោយផ្ទាល់